ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ផ្កាស្លាថ្ងៃនេះផងដែរខ្ញុំលើកយករឿងប្រឡំលោកមួយដែលមានចំណងជើងថាសេចក្តីស្លាប់គឺជាលទ្ធផលចុងក្រោយរបស់តួចិត្តអាក្រក់តោះកុំឲ្យខាតពេលយូរពួកយើងចូលទៅកាន់ការសម្ដែងរឿងទាំងអស់គ្នាហ្គេមពិសោធន៍ស្នេហាមួយដែលល្បីនឹងពេញនិយមនាពេលបច្ចុប្បន្ន The Love Lady Love Love Project តួឯកគឺជាក្មេងស្រីមានអាយុ17ឆ្នាំមកពីជនបទហើយក៏ជាកូនអ្នកឧកញ៉ាដែលបានបាត់ខ្លួនតាំងពីយូរណាស់មកហើយនៅពេលនាងវិលត្រឡប់ទៅជីវិតដែលនាងបានភ្លេចនៅក្នុងគ្រួសារតកូលអភិជនបន្ទាប់ពីបានរស់នៅជាមនុស្សសាមញ្ញជីវិតរបស់នាងត្រូវបានហុំព័ទ្ធដោយរឿងរ៉ាវនិងទំនាក់ទំនងថ្មីៗជាច្រើនគោលដៅតួឯកប្រុសដែលមានភាពទាក់ទាញនិងសមត្ថភាពផ្សេងៗពីគ្នារួមទាំងសកម្មភាពកូនស្រីខ្លាំងៗរបស់អ្នកឧកញ៉ាដែលបានមកជំនួសកន្លែងតួឯកស្រីដែលបានបាត់ខ្លួនអស់រយៈពេល6ឆ្នាំកន្លងចាប់តួចិត្តអាក្រក់និងដណ្ដើមយកអ្វីៗដែលអ្នកបាត់បង់ត្រឡប់មកវិញហើយបំពេញស្នេហ៍ពិតរបស់អ្នកចាប់ផ្ដើមលេងឥឡូវនេះអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះគ្រាន់តែមើលខ្លួនឯងទៅតែឯងគិតថាខ្លួនឯងជាអ្នកណាប្រសិនបើឯងមានអារម្មណ៍ថាបានធ្វើខុសអញ្ចឹងឯងគ្រាន់តែយកព័ត៌មានជំនួសឲ្យហើយចាក់ចេញទៅឯងនៅតែមិនយល់តែមួយនេះពួកយើងមិនត្រូវការមានឯងនៅជាមួយទេបំផុតខ្ញុំទទួលបានសេរីភាពរបស់ខ្ញុំហើយខ្ញុំអាចសប្បាយចិត្តពេញទីជាមួយនឹងការរស់នៅម្នាក់ឯងច្បាស់ណាស់តែខ្ញុំបានប្រាប់នាងហើយថាឲ្យនាងរស់នៅដោយភាពស្ងប់ស្ងាត់គឺដូចជានាងជាមនុស្សស្លាប់ចឹងគេនិយាយថានាងធ្វើចរិតដូចជាឆ្កែឆ្កួតនៅក្នុងកម្មវិធីវិលត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់តែនាងកំពុងគិតអីតែមានរឿងអ្វីកើតឡើងខ្ញុំមិនអាចនិយាយបានទេតើវាជាស្បិនមែនទេទីនេះគឺជាកន្លែងណាកន្លែងហ្នឹងគឺតួឯកស្រីយើងតែមិនដឹងខ្លួនបើភ្នែកមិនក្នុងហ្គេមហើយនេះអត់ដឹងអីលេចេញមកគឺត្រូវតួឯកប្រុសយើងហ្នឹងគឺស្ដីឲ្យយកមកតែនេះគឺជាអ្វីនាងគួរតែឆ្លើយនឹងខ្ញុំឥឡូវនេះខ្ញុំនៅទីណាមនុស្សម្នាក់នេះជានរណាខ្ញុំទៅតែភ្ញាក់បន្ទាប់ពីខ្ញុំបានគេងលក់យ៉ាងស្រួលខ្ញុំមិនដឹងថានេះជាអ្វីទេប៉ុន្តែប្រសិនបើខ្ញុំមិនជ្រើសរើសចម្លើយទេខ្ញុំនឹងត្រូវស្លាប់គឺសំឡេងរបស់ខ្ញុំដែលស្វែងរកអ្វីបន្តនៅពេលដែលតួឯកប្រុសយើងបានសួរទៅកាន់តួស្រី platform មួយក៏បានលោតមកបង្ហាញហើយតួឯកស្រីយើងបានជ្រើសរើសចម្លើយទី1ដែលថានាងសុំទោសប៉ុន្តែតួឯកប្រុសយើងគឺមានស្ដាប់ហេតុផលតួឯកស្រីទេហើយគឺស្ដីឲ្យយកដែរនេះគឺជាអ្វីដែលអាចបញ្ចប់ដោយការសុំទោសសាមញ្ញយើងមិនបានឈរនៅមុខអ្នកដទៃទៀតទេឥឡូវនេះចាប់ពីពេលនេះតទៅខ្ញុំនឹងបញ្ជានាងឲ្យស្ថិតក្នុងការសិលត្រឹមតែនាងត្រូវបានហាមឃាត់មិនឲ្យចូលរួមពិធីជួបលៀងប៉ុណ្ណោះទេប៉ុន្តែនាងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីបន្ទប់របស់នាងផងដែរគិតពីអ្វីដែលនាងបានធ្វើខុសនិងអ្វីដែលនាងត្រូវធ្វើចាប់ពីពេលនេះតទៅរហូតដល់នាងកែប្រែចិត្តគំនិតឡើងវិញតែខ្ញុំបានធ្វើអីខុសតែខ្ញុំបានធ្វើអ្វីខុស Penelope Aga ខ្ញុំនឹងដកនាមឈ្មោះអាកាចេញពីនាងអីគេភាគរយនៃការចូលចិត្តអីបានជានាងបានចេញពីភ្នែករបស់ខ្ញុំហើយសម្លឹងទៅកន្លែងផ្សេងគ្មានភ្លើទេវាត្រូវតែជាការពិតដែលថានាងឈ្គួតថៃស្រីគ្មានបានការនាងគួរតែធ្វើជាអ្នកបម្រើបានត្រូវស្អីគេបន្ទូអវិជ្ជមានដល់ 10% នេះជាការកុហកមែនទេខ្ញុំមិនជឿទេខ្ញុំច្បាស់ជាយល់សប្តិហើយវាគ្មានផ្លូវទេខ្ញុំនេះមិនមែនជាខ្ញុំទេវាមិនមែនទេហេតុតែបានលេងហ្គេមនោះទេហ្គេមនេះគេបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃប៉ុន្តែខ្ញុំក៏បានសាកលេងដែរគ្រាន់តែវារៀងពិបាកលេងតិចព្រោះតែតួអង្គវារញ៉ៃពេកតែខ្ញុំឈប់លេងទៅតួអង្គមួយណាខ្លះឈ្មោះរបស់នាងគឺស្អីមិនចេះតែឯងស្គាល់ទេនាងគឺជាតួអង្គចិត្តអាក្រក់នោះអីអូPenelope Aga ទាំងអស់នេះគឺជាការចងចាំរបស់តួឯកស្រីនៅពេលដែលនាងបើកភ្នែកឡើងហើយឃើញតែខ្លួនឯងគឺជាតួអង្គចិត្តអាក្រក់នៅក្នុងហ្គេមដែលនាងធ្លាប់បានលេងនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់តែមានតួអង្គឯកប្រុសចំនួន5ដែលជាតួឯកសំខាន់នៅក្នុងនោះផងដែរចុងក្រោយសេរីរបស់យើងបានមកដល់ទីបញ្ចប់ដូច្នេះសូមអ្នកទាំងអស់គ្នាជួយធ្វើការ Subscribe ក៏ដូចជាសញ្ញារូបកណ្ដឹងទៅកាន់ Channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការរំលឹកនៅពេលក្រោយ